បងប្អូនធ្លាប់ធ្វើមុខម្ហូបមុខនេះអត់បើមិនធ្លាប់ធ្វើចូលមើលវីដេអូខ្ញុំសិនមកខ្ញុំបង្ហាញបងប្អូនតែឥឡូវអត់ទាន់បានធ្វើទេតែទិញផ្លែឈើឲ្យបងប្អូនថ្លៃខ្ញុំសិនដោយសារតែគាត់មិនស្រួលខ្លួនចឹងទៅម្ដាយខ្ញុំខ្ញុំផ្ដាំហើយផ្ដាំទៀតតែទិញផ្លែឈើគាត់ហើយឥឡូវបងប្អូនផ្លែឈើនៅស្រុកនេះគឺថ្លៃខ្លាំងមែនតើពីមុនខ្ញុំទិញប៉មតាមគីឡូ5000ណាឥឡូវ1គីឡូ10000សំបីតែចេកពីមុនខ្ញុំទិញនៅនេះគេលក់ចេកគេអត់ដែលលក់ជាស្និតទេគេលក់ជារាប់ផ្លែចឹងណាពីមុនគេលក់5ផ្លែ10ផ្លែចឹងទៅតែ2000គិតតែលុយខ្មែរតែឥឡូវបងប្អូនអត់ទេសិតតែ3 4000និយាយទៅថ្លៃទាំងអស់តែម្ដងខ្ញុំលើកតម្លាក់គឺផ្លែកទួតព្រៃបងប្អូនគ្រាន់តែឃើញកទួតព្រៃស្រាវទឹកមាត់ស្រាវទឹកភ្នែកតែម្ដងនៅនឹងកទួតព្រៃគេធំណាបងប្អូនខ្ញុំទិញតែ4-10ផ្លែមកទេយកញ៉ាំជាមួយអំបិលម្ទេសហើយនៅពេលមកដល់ផ្ទះខ្ញុំចាប់ដើមធ្វើម្ហូបមុខហ្នឹងនិយាយទៅខ្ញុំមិនដឹងដាក់ឈ្មោះអីត្រូវទេតែខ្ញុំអត់ឃើញគេធ្វើបង្ហាញខ្ញុំ YouTube សោះហើយមុខម្ហូបមុខដែលខ្ញុំធ្វើបង្ហាញបងប្អូនហ្នឹងគឺខ្ញុំចេះពីយាយខ្ញុំដែរទេយាយខ្ញុំជាមនុស្សម្នាក់ប៉ាកែធ្វើម្ហូបព្រោះអីខ្ញុំនៅទូចហ្នឹងគាត់តែងធ្វើឲ្យខ្ញុំញ៉ាំអញ្ចឹងឬក៏ហៅថាម្ហូបប្រចាំតកូនរបស់ខ្ញុំក៏បានដែរហើយមុខម្ហូបមុខហ្នឹងបងប្អូនអ្វីខ្ញុំគិតវាស្តៀងនឹងស្ងោរម្រះដែរនឹងមានអីពិបាកគ្រាន់ថាយើងបើស្ងោរម្រះយើងច្រាមសាច់ជ្រូកដាក់គ្រឿងអំបិលស្ករប៊ីចេងទឹកស៊ីអ៊ីវទឹកត្រីម្ហិចចឹងទៅក៏យើងញាត់ចូលម្រះយើងយកទៅស្ងោរប៉ុន្តែនេះគ្រឿងក្រៅដូចគ្នាគ្រាន់ថាយើងញាត់ជាមួយពេញប៉ោះហើយចឹងទៅយើងយកទៅចំហុយប៉ុន្តែរសជាតិសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចូលចិត្តញ៉ាំបែបនេះវាឆ្ងាញ់ជាងស្ងោរម្រះចឹងណាហើយផលលំបាកសម្រាប់ខ្ញុំរឿងមួយបងប្អូនឲ្យតែខ្ញុំធ្វើម្ហូបម្ដងវេទនាខ្លាំងហ្មងអាកបិតវាមុតខ្លាំងពេកចឹងពេលហាន់សាច់ជ្រូកផងហាន់មិនហាន់តែដៃបងប្អូនអាថ្មិញក៏ស្គឺតចង់ដាច់ថ្មិញហើយនិយាយទៅអាកបិតនៅស្រុកឥណ្ឌានេះគឺរកកន្លែងសលៀងពិបាកតែហ្មងបងប្អូនសម្រាប់បងប្អូនមានបញ្ហាក្លិនមាត់ប្រើថ្នាំដូសថ្មិញអីមិនត្រូវតោះមកប្រើ TTK ជាមួយគ្រួសារខ្ញុំគឺល្អប្រើខ្លាំងមែនតើវាកម្ចាត់ក្លិនមាត់បានល្អធ្វើឲ្យថ្មិញសស្អាតរឹងមាំថែរផងអ្វីសំខាន់ក្រុមហ៊ុនគេផលិតមកអូយតម្លៃសមរម្យហើយចំណូលច្រើនអញ្ចឹងហើយបើសិនបងមានចំណាប់រំរោទិញកន្លែងណាក៏បានទូទាំងប្រទេសកម្ពុជាយើងនឹងឯងអរគុណ TTK បងប្អូនម្ដាយក្មេកខ្ញុំក៏ប្រើ TTK ជារៀងដល់ថ្ងៃដែរចាអញ្ចឹងហើយបងប្អូនចាំការទៀតមកដុំដែរប៉ុន្តែខ្ញុំអត់ចេះសលៀងហ្នឹងទៅពិបាកហើយណាមួយអាកបិតនេះដូចមិនតាណាមុខវាធំផងអីផងហត់ខ្លាំងមែនចិត្តត្មងនិយាយមែនបងប្អូនហើយនេះខ្ញុំកំពុងតែរៀបចំផ្សំគ្រឿងដាក់គ្រឿងកើហើយចឹងទៅដើម្បីញាត់ជាមួយពេញប៉ោះឥឡូវកំពុងតែចិត្តពេញប៉ោះនិយាយពេញប៉ោះនៅពេលដែលយាយខ្ញុំធ្វើហ្នឹងគាត់យកពេញប៉ោះអាប្រភេទពេញប៉ោះស្រុកខ្មែរយើងអាពូជវាសប៉ែតស្តៀងផ្លែល្ពៅដល់ពេលចឹងទៅគាត់ក៏កាត់ពេញប៉ោះជា2ដើម្បីយើងញាត់សាច់ហើយយើងយកគ្របទៅលើដល់ពេលខ្ញុំវិញវាអត់រកពេញប៉ោះអាហ្នឹងអត់បានខ្ញុំយកពេញប៉ោះមកប្រភេទនេះធ្វើជំនួសហ្មងទៅប៉ុន្តែនៅពេលខ្ញុំកាត់ពេញប៉ោះហ្នឹងខ្ញុំអត់កាត់ដោយយាយខ្ញុំទេយាយខ្ញុំគាត់កាត់ពាក់កណ្ដាលហើយខ្ញុំកាត់ខិតទៅលើព្រោះគិតថាពេលញាត់សាច់ហ្នឹងទៅខ្ញុំខ្ជិលគ្របទូជាគ្របក៏មិនជាប់ដែរដោយសារពេញប៉ោះប្រភេទហ្នឹងពេញប៉ោះគូចស្រួចនិយាយទៅស្រុកខ្មែរខ្ញុំក៏ដឹងថាពេញប៉ោះហ្នឹងក៏មានដែរខ្វះស្អីពេញប៉ោះណាហ្នឹងពេញប៉ោះកាត់អីកូនកាត់កូនអីចឹងណាបើនៅស្រុកឥណ្ឌាពេញប៉ោះស្ប៉ែតដូចល្ពៅក៏មានដែរប៉ុន្តែខ្ញុំរកអត់បានព្រោះអាហ្នឹងវាមកភាសាចឹងហើយនេះខ្ញុំទៅញាត់សាច់ជ្រូកដែលខ្ញុំផ្សំគ្រឿងហើយជាស្រេចដាក់ចូលពេញប៉ោះដើម្បីយកចំហុយប៉ុន្តែដល់ពេលខ្ញុំញាត់បងប្អូនអាពេញប៉ោះនឹងវាខ្វះអញ្ចឹងហើយក៏សុំពេញប៉ោះម្ដាយក្មេកដល់ពេលម្ដាយក្មេកខ្ញុំមានពេញប៉ោះធំមកប៉ុណ្ណាមានទូចមួយបងប្អូនអញ្ចឹងហើយក៏បានអាមួយនឹងឯងក៏ដាក់ចំហុយទាំងអស់គ្នាហ្មងទៅហើយដល់ពេលខ្ញុំស្ងោររយៈពេលតែ5-10នាទីឆ្អិនហើយជាស្រេចនិយាយទៅបងប្អូនមុខម្ហូបមុខនេះខ្ញុំចិត្តខ្លាំងមែនតើដោយសារតែរសជាតិឆ្ងាញ់ហើយស្រួលញ៉ាំទៀតអញ្ចឹងយើងញ៉ាំជាមួយបាយក៏បានមិនញ៉ាំមួយបាយក៏បានដែរស្រឡាញ់តាស្មាតូនិយាយលេងសើចណាក្រាញ់តែក្បាលវល់បងប្អូននេះអញ្ចឹងណាអូខេបងប្អូនសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំហើយវីដេអូថ្ងៃហ្នឹងក៏មានប៉ុណ្ណឹងដែរអរគុណជើងបងប្អូនដែលតែងឆ្លាញ់ចូលចិត្តវីដេអូខ្ញុំជូនពរបងប្អូនឲ្យមានសុខភាពល្អសំណាងល្អរកស៊ីមានបាន